បាទដោយសារមួយរយៈនេះខ្ញុំឃើញមានអ្នកគាត់ទៅលេង G-Pad ហើយមានបញ្ហារឿងថាទៅដល់យើងចាំសាឡងយូរហើយជួនកាលសាឡងគាត់ខូចទៀតដល់ពេលអញ្ចឹងខ្ញុំចង់ណែនាំផ្លូវកាត់មួយដែលកាលពីខ្ញុំទៅលេង G-Pad ហ្នឹងខាងអ្នកភូមិគាត់បានណែនាំខ្ញុំឲ្យជិះតាមឆាយខ្ពស់ធ្លាក់ឆាយខ្ពស់ហ្នឹងទៅដល់ហ្នឹងគឺមានស្ទឹងមួយស្ទឹងហ្នឹងធំដែរប៉ុន្តែដោយសារតែខែកាលខ្ញុំទៅហ្នឹងអត់ទាន់មានទឹកឡើងទេទឹកនឹងយើងអាចជិះឆ្លងឡានបានណាហើយសម្រាប់ឡានដែលអាចទៅបានខ្ញុំរីកមិនតែប្រភេទឡានខ្ពស់ខ្ពស់ទេសម្រាប់ឡានទៀតខ្ញុំអត់ណែនាំឲ្យជិះកាត់ហ្នឹងទេដោយសារតែទឹកនៅហ្នឹងរៀងជ្រៅគួរសមដែរវាស្មើជង្គង់ខ្ញុំដែរពេលខ្ញុំដើរទៅឆេតមើលទឹកហ្នឹងដោយសារតែខ្ញុំទៅជិះលើកទី1ខ្ញុំក៏ឲ្យគ្នាខ្ញុំចាំសិនហើយខ្ញុំដើរឆ្លងមើលនៅក្នុងទឹកស្ទឹងហ្នឹងហើយទឹកហ្នឹងថ្លាត្រជាក់មែនតើបើសិនជាយើងជិះកាត់ហ្នឹងយើងចូលលេងទឹកហ្នឹងក៏បានដែរហើយពេលដែលយើងឆ្លងស្ទឹងហ្នឹងមកមានអាកាសធាតុអីស្ទុំមើលទៅឃើញធម្មជាតិអីស្អាតមែនតើហើយពេលទៅដល់ហ្នឹងខ្ញុំឃើញមានកន្លែងមួយគឺតំណងមែនតើដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺកន្លែងហ្នឹងស្អាតយើងអាចឈប់ថតរូបលេងអាចថតវីដេអូថតអីបានព្រោះនៅកន្លែងហ្នឹងស្អាតហើយស្ងប់ស្ងាត់ល្អផ្លូវហ្នឹងដោយសារប្រហែលជាអត់សូវមានអ្នកជិះដែរហើយយើងជិះប្រហែលជា10នាទីអីយើងអាចឡើងមកដល់ខាងផ្លូវចាក់កស៊ូគ្រួសដែលយើងជិះចេញមកខាងផ្លូវធំវិញអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់ស្គាល់ផ្លូវកាត់ហ្នឹងទេអាចសួរអ្នកភូមិឬក៏អ្នកនៅខាង G-Pad ហ្នឹងទៅគាត់ស្គាល់ផ្លូវដែលអាចយើងជិះកាត់ដោយមិនបាច់ចាំសាឡងបាន